ជំរាបសួរដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរថយន្តមួយគ្រឿងចង់ធ្វើការណែនាំជូនបងប្អូនគឺ Toyota Rush 023ដែលទៅបង្កាត់បានមកថ្មីសម្រាប់ឡានមួយគ្រឿងគឺថ្មីមែនទែនបងប្អូនបាទការប្រើប្រាស់តែ30000គីឡូជាងទេគឺជាប្រភេទគីឡូស៊ីនតែម្ដងហើយផ្នែកក្លុកលាតគ្រឿងក្នុងឯងគឺនៅសំណុំស៊ីនសំណុំដើមតែម្ដងបងប្អូនបាទជាដំបូងខ្ញុំនឹងធ្វើការបង្ហាញនៅផ្នែកខាងក្រៅមួយជុំជូនបងប្អូនទស្សនាសិនToyota Rush 023មួយគ្រឿងបងប្អូនបាទទឹកថ្នាំលើសាច់ដែកគឺស៊ីនមួយជុំតែម្ដងអត់មានឆ្កូតឬក៏បតក់ថ្នាំត្រង់ណាទេសូម្បីតែកាងមុខកាងក្រោយបងប្អូនបាទក៏អត់មានបាញ់ដែរហើយសម្រាប់ឡានមួយគ្រឿងនេះគឺបិទស្គុតរួចរាល់ហើយតែម្ដងទៅលើស្លាកលេខវិញគឺភ្នំពេញ 2BV បាទម្ចាស់មុនគឺគាត់នៅភ្នំពេញនេះឯងបាទនៅខាងក្រាំងធ្នង់ហើយខាងខ្ញុំគឺកាត់បានពីម្ចាស់ដើមទី1ផ្ទាល់តែម្ដងសម្រាប់ឯកសារគឺធានាជូនបងប្អូនបាទគឺគ្រប់បាទអត់មានខ្វះមុខខ្វះក្រោយទេហើយក៏មានការធានាជូនបងប្អូនត្រឹមត្រូវដែរToyota Rush 023មួយគ្រឿងបងប្អូនបាទនៅផ្នែកខាងក្រៅអត់មានស្ទើរទេបាទគឺពេញផ្នែកតែម្ដងទឹកថ្នាំវិញគឺអត់មានឆ្កូតឬក៏បតក់ត្រង់ណាទេសូម្បីតែកពិតបងប្អូនបាទរីឯចង្គៀងមុខមួយគូនិងស្តុបក្រោយមួយគូបាទគឺនៅថ្មីខ្លាំងមែនតើមិនមានឆ្កូតឬក៏ប្រេះស្រាមទេហើយធានាជូនបងប្អូនតែម្ដងបាទគឺជាប្រភេទចង្គៀងនិងស្តុបស៊ីនកំណត់ពីរោងចក្រតែម្ដងបន្ទាប់ពីខ្ញុំបានធ្វើការបង្ហាញនៅផ្នែកខាងក្រៅមួយជុំជូនបងប្អូនរួចរាល់ឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនបាទមកមើលផ្នែកខាងក្នុងម្ដងToyota Rushមួយគ្រឿងនេះបាទគឺថ្មីមែនទែនបងប្អូនដោយសារតែការប្រើប្រាស់មុនគឺតិចបាទប្រើបានតែ30000គីឡូទេដូច្នេះហើយគ្រឿងក្នុងបាទដូចជាដៃចង្កូតដៃលេខតាប់ឡូគឺថ្មីជាពិសេសទៅលើពូកបងប្អូនបាទអត់មានឆ្កូតឬក៏រហែកឬក៏ដេប៉ះផ្លាស់ប្ដូរទេបាទគឺនៅថ្មីខ្លាំងមែនទែនបងប្អូនអ្វីដែលពិសេសសម្រាប់ Toyota Rush បងប្អូនបាទជាប្រភេទឡាន MPV បាទមានកៅអី3ជួរធំទូលាយបងប្អូនបាទហើយផ្នែកខាងក្នុងវិញបាទដូចជាកៅអីមុខមួយគូនិងតាប់ឡូបាទគឺនៅសភ័ណភាពថ្មីខ្លាំងមែនទែនមិនមានឆ្កូតឬក៏កលិតកន្លែងត្រង់ណាទេដោយសារតែការប្រើប្រាស់របស់ម្ចាស់មុនបាទគឺគាត់ថែខ្លាំងមែនទែនដូច្នេះហើយផ្នែកខាងក្នុងក៏នៅថ្មីខ្លាំងដែរបងប្អូនសម្រាប់ Toyota Rush បាទគឺពិសេសត្រង់ថាកៅអី3ជួរមានម៉ាស៊ីនត្រជាក់មុខក្រោយហើយមួយមានទៀតសម្រាប់បងប្អូនបាទដែលបានជារថយន្តមួយគ្រឿងទៅប្រើគឺអត់បាច់ថែមថយលុយកាក់អីទេដោយសារតែឡាននេះបាទគឺបានរៀបចំរួចរាល់តែម្ដងបាទដូចជាប្រេងម៉ាស៊ីនប្រេងប្រអប់លេខក៏ដូរថ្មីហើយផ្នែកខាងក្នុងវិញបាទគឺបានផ្លាស់ប្ដូរជាមួយនឹងកម្រាលរួចរាល់តែម្ដងបាទបងប្អូនដែលជាវទៅគឺយកទៅប្រើតែម្ដងបាទចាក់ទៅសាំងគឺជិះតែម្ដងបន្ទាប់ពីធ្វើការបង្ហាញផ្នែកខាងក្នុងរួចរាល់ឥឡូវខ្ញុំនាំអារម្មណ៍បងប្អូនបាទមកមើលផ្នែកប្លុកម៉ាស៊ីនម្ដងToyota Rushមួយគ្រឿងនេះបងប្អូនបាទគឺថ្មីខ្លាំងមែនតើផ្នែកក្លុកលាកខ្ចៅខ្យងដូចជាជើងដំបូលខ្ចៅពណ៌បាទគឺនៅសំណុំស៊ីនសំណុំដើមមិនមានប្រវត្តិបោកប៉ះទេបងប្អូនបាទគឺនៅថ្មីខ្ចីតែម្ដងសម្រាប់បងប្អូនបាទជារថយន្តមួយគ្រឿងនេះខាងខ្ញុំគឺមានការធានាត្រឹមត្រូវទៅលើមិនបុកមិនកាត់តមិនស្ងោរប្រូពណ៌មិនច្រេះជាពិសេសគឺធានាទៅលើឯកសារត្រឹមត្រូវស្របច្បាប់កាត់ឈ្មោះបានជូនបងប្អូនតែម្ដងក្នុងករណីឯកសារមិនស្របច្បាប់ឬកាត់ឈ្មោះមិនបានបាទគឺខាងខ្ញុំធានាជូនសងលុយពុកម៉ែបងប្អូនវិញអត់បាត់នកម្មសេនទេបងប្អូនឥឡូវយើងមកមើលផ្នែកខាងមុខបាទសម្រាប់ឡានមួយគ្រឿងនេះបាទគឺធានាជូនតែម្ដងកាយ៉ាវស៊ីនធ្នឹមស៊ីនគឺខ្ចីតែម្ដងទៅលើសាច់ម៉ាស៊ីនមួយបងប្អូនបាទគឺថ្មីយកណាស់មែនតែនខ្ចៅខ្យងគឺនៅ7ពណ៌តែម្ដងជាក់ស្ដែងអ្វីខ្ញុំកំពុងតែថតនេះគឺម៉ាស៊ីនកំពុងតែឆេះបងប្អូនបាទថ្មីខ្លាំងមែនតើបងប្អូនសម្រាប់ឡានមួយគ្រឿងនេះបើនិយាយពីជើងក្រោមវិញបងប្អូនបាទថ្មីខ្លាំងមែនតើខ្ចៅខ្យងជើងក្រោមបាទអត់មានខ្ញែឬក៏ប្រឡាក់ដីក្រហមទេបាទគឺថ្មីយកតែមែនតើពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍មកលើរថយន្តមួយគ្រឿងនេះបាទអាចទំនាក់ទំនងជាមួយខ្ញុំបាទផ្ទាល់បានតាមរយៈលេខ Telegram នៅខាងក្នុងវីដេអូមកមើលផ្ទាល់បើកតេស្តសាលបងផ្ទាល់បាទសម្រាប់តម្លៃថ្លៃថ្នូរចរចាគ្នាជាក់ស្ដែងហើយក៏សូមអរគុណបងប្អូនបាទសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់កុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំមកដល់ពុកម៉ែបងប្អូនយើងដែលកំពុងស្វែងរករថយន្តទៅប្រើប្រាស់ដែលមានការធានាត្រឹមត្រូវទៅលើមិនបុកមិនកាត់តមិនស្ងោរប្រូពណ៌ជាពិសេសបាទសម្រាប់ការលក់ខាងខ្ញុំវិញគឺលក់តម្លៃពិសេសតែម្ដងធានាជូនបាទលក់ក្រោមទីផ្សារជូនពុកម៉ែបងប្អូនយកទៅប្រើប្រាស់បាទអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូបាទអរគុណច្រើន